ថ្ងៃហ្នឹងមានលិខិតមួយរបស់ក្រសួងការបរទេសនិយាយអំពីសាររបស់លោកហ៊ុនម៉ាណែតដែលផ្ញើលិខិតមួយច្បាប់ជូនទៅលោកអេម៉ានូអែលម៉ាក្រុងប្រធានាធិបតីអាមេរិកសំទោសប្រធានាធិបតីប្រទេសបារាំងឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំងក្នុងការត្រៀមផ្ដល់នូវឯកសារប្រវត្តិសាស្ត្រនិងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជានិងប្រទេសថៃក្នុងករណីមានអំពើសំណើពីប្រទេសកម្ពុជាគឺលោកហ៊ុនម៉ាណែតអរគុណប្រធានាធិបតីបារាំងខ្ញុំថារឿងនេះដដែលទៀតហើយខ្ញុំមិនដឹងថាតើហេតុអីបានជារដ្ឋាភិបាលកម្ពុជានៅតែព្យាយាមពង្រៀងស្ថានភាពស្អំចិត្តប្រជាពលរដ្ឋឲ្យសង្ឃឹមខ្យល់ព្រោះអីការលោកហ៊ុនម៉ាណែតទៅជួបលោកម៉ាក្រុងនៅទីក្រុងនេះការចូលរួមព្រឹត្តិការណ៍ស្អីណាខែមិថុនាអីណានោះគឺថាគេនឹងសន្យាឲ្យឯកសារឲ្យអីហ្នឹងក្រោយមកទៀតហ្នឹងឮសូរថាឲ្យឯកសារការលោកអ៊ុំសំអានទៅបណ្ណាល័យមួយនៅអាមេរិកនេះនៅ Washington DC ទៅយកផែនទីមកនិយាយពីក្រុមគេប្រសាទជេរលោកអ៊ុំសំអានថាចាំបាច់ត្រូវការផែនទីនឹងស្អីគេមានផែនទីនឹងហើយអីទៅយកមកធ្វើស្អីទៀតគាត់ណារបៀបកេងចំណេញនយោបាយគ្មានចេះកិច្ចការព្រំដែនស្អីឡាក់នឹងឡាក់អញ្ចឹងរាល់ថ្ងៃយូរហើយអត់ដែលមានផែនទីទៅសុំពីបណ្ណាល័យអីហ្នឹងក្រុមអាម៉ៃអាថោងគេនឹងជេរបន្តិចលោកអ៊ុំសំអានធ្វើដូចថារឿងហ្នឹងគឺសម្រាប់តើឥឡូវហេតុអីក៏មិនរករឿងលោកហ៊ុនម៉ាណែតជាមួយបារាំងទៀតទៅអរគុណឲ្យសរសើរឲ្យលើកជើងឲ្យសង្ឃឹមទៀតថាយើងពិតជាមានដំណោះស្រាយហើយព្រោះអីបារាំងជួយឯកសារយើងបារាំងអត់ត្រូវការជួយឯកសារខ្មែរអីទៀតទេបងប្អូនឯកសារខ្មែរនេះមានតាំងពីឆ្នាំ1959ដែលយើងប្តឹងថៃទៅតុលាការព្រហ្មទណ្ឌយុត្តិធម៌អន្តរជាតិរឿងព្រះវិហារគឺប្រើផែនទីអនុសញ្ញាបារាំងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904-1907មានចែងច្បាស់ពីផែនទីមួយខ្នាត1លើ200,000ទៅយកពីបារាំងយកណាមកទៀតបើយើងមានអស់ហើយហ្នឹងវាអត់សំខាន់ថាបានឯកសារហ្នឹងមកពីណាទេយើងគ្រាន់តែនាំគ្នាស្អំចិត្តប្រជាពលរដ្ឋធ្វើឲ្យមើលទៅរដ្ឋាភិបាលប្រឹងណាស់ឥឡូវបានបារាំងជួយទៀតហើយប៉ុន្តែយកមកទៅអីដូសជាមានពេញផ្ទះតែយើងអត់ដាក់ប្តឹងគេផងហ្នឹងយើងយកផោះតាំងហ្នឹងមកទៅអីបើយើងអត់ដាក់ប្តឹងគេផងហ្នឹងយើងផោះតាំងដើម្បីជួយឲ្យយើងមានទម្ងន់នៅក្នុងការប្តឹងថៃខ្ញុំថាមិនចាំបាច់យកផោះតាំងពីបារាំងណាមកទៀតទេផោះតាំងកម្ពុជាយកតាអ្វីដែលជាសន្ធិសញ្ញាបារាំងសៀមមានស្រាប់នឹងមកហើយយកអាផោះតាំងដែលថៃឈ្លានពានកម្ពុជាវាយលឹកលុកទឹកទីអស់មកហ្នឹងគឺថាវាគ្រប់គ្រាន់ល្មមដាក់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិផងតុលាការយុត្តិធម៌អន្តរជាតិផងអត់ត្រូវការបារាំងអីណាទៀតក៏ប៉ុន្តែខ្ញុំក៏សាទរដែរថាបើបារាំងឲ្យមកទៀតយកទៅអរគុណគេទៅវាត្រូវហើយក៏ប៉ុន្តែកុំឲ្យធ្វើរឿងហ្នឹងដូចថាប្រឡំប្រឡំប្រឡប់រហូតប្រជាពិធដ្ឋមកទៀតហើយកាលមុនឲ្យមកទៀតហើយប្រជាប្រដ្ឋតិចទៅទិញពេលវេលាតិចថាយើងកំពុងតែតាក់ទងបារាំងតែយកមកទៅអីបើយើងអត់ទាន់ដាក់ប្តឹងផងហើយកុំភ្លេចថាបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬព្រហ្មទណ្ឌនេះណាត្រូវការពេលយូរចុះបើយើងអត់ដាក់ប្តឹងឥឡូវចុះទម្រាំតែគេចាត់ការតើប្រហែលឆ្នាំទៀតតើដីធ្លីដែលថៃកំពុងតែឆ្នៃទៅជាស្អីហ្នឹងនឹងទៅជាស្អីអស់ហើយទម្រាំដល់ពេលហ្នឹងយើងទៅទាស្អីឥឡូវរូបពុទ្ធបដិមាហ្នឹងយកទៅដាក់នៅគ្រប់កន្លែងចង់គ្រប់កន្លែងអស់ហើយហ្នឹងអញ្ចឹងនៅក្នុងរឿងនេះខ្ញុំឃើញលោកអ៊ុំសំអានដែលលោកក៏ថ្លែងសារតាក់ទងនឹងរឿងជំហររបស់រដ្ឋាភិបាលហ្នឹងលោកអ៊ុំសំអានបងប្អូនគាត់ជាមន្ត្រីកិច្ចការព្រំដែនរបស់រដ្ឋាភិបាលក្រៅប្រទេសសាររបស់គាត់ថ្ងៃនេះនៅក្នុងបណ្ដាញសង្គម Facebook ហ្នឹងគឺគាត់និយាយថារដ្ឋាភិបាលកម្ពុជានៅតែធ្វើរឿងដដែលហើយមិនជាបានផលអីទេព្រោះអីនៅតែកិច្ចវេះពីការដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិយកអាផែនទីលោកអ៊ុំសំអានក៏និយាយដែរថាផែនទីបារាំងផែនទីអីហ្នឹងវាជាការល្អហើយលោកក៏សាទរដែរឲ្យតែបានមកឯកសារអីក៏ដោយប៉ុន្តែសំខាន់វាមិនមែននៅលើឯកសារដែលបាននេះសំខាន់នៅលើយើងដាក់ពាក្យប្តឹងទៅតុលាការយន្តការអន្តរជាតិហ្នឹងដើម្បីឲ្យគេដោះស្រាយអត់បើអត់ដាក់ទេលោកនៅតែលើកស្នើឲ្យថាលោកហ៊ុនម៉ាណែតបើសិនជាមិនចង់ដាក់ពាក្យប្តឹងឬក៏មានបញ្ហាអីទេចុះចេញពីតំណែងទៅទុកឲ្យអ្នកក្រោយគេរៀបចំចាត់ចែងរដ្ឋាភិបាលថ្មីហ្នឹងអីចឹងទៅដើម្បីឲ្យបានមានប្រសិទ្ធភាពជាងហ្នឹងបាទនេះគឺជាសាររបស់លោកអ៊ុំសំអានខ្ញុំគាត់ណាសង្ខេបទេខ្ញុំមិនអានអស់ទាំងស្រុងទេដោយសារតែបងប្អូនចង់មើលសាររបស់គាត់ទៅមើល Facebook របស់លោកអ៊ុំសំអានទៅគាត់មានសរសេរច្រើនជាងហ្នឹងហើយដោយសារតែពេលវេលាខ្លីផងហ្នឹងគឺខ្ញុំសង្ខេបត្រឹមប៉ុណ្ណឹងឯចំណែកឯលោកម៉ែនណាតឯនោះក៏និយាយអំពីរឿងលោកហ៊ុនម៉ាណែតសូមសហប្រតិបត្តិការពីបារាំងហ្នឹងក៏លោកគិតថាជារឿងត្រឹមត្រូវដែរលោកសាទរដូចគ្នាថានេះគឺជាគោលដៅត្រូវអីហើយព្រោះអីប៉ុន្តែលោកថាជាមួយគ្នានេះកម្ពុជាគូពឹងបារាំងឲ្យជួយធ្វើជាសក្ខីកម្មក្នុងតុលាការនៅពេលកម្ពុជាប្តឹងប្រទេសថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និយាយទៅគឺអ្នកខ្លាំមើលសង្គមទាំងអស់អ្នកច្បាប់អ្នកអីសុទ្ធតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលដាក់ប្តឹងតែរដ្ឋាភិបាលអត់ដាក់ប្តឹងធ្វើអីរដ្ឋាភិបាលអាហ្នឹងធ្វើម៉េច